ពលរដ្ឋជាច្រើនគ្រួសាររស់នៅឃុំព្រៃទទឹងស្រុកមេសាងប្រឈមនឹងការរឹបអូសដីស្រែពីឈ្មួញចងការប្រាក់ឯកជនក្នុងមូលដ្ឋានពលរដ្ឋទាំងនោះកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលបន្ទាប់ពីពួកគាត់បានប្តឹងទៅអាជ្ញាធរមូលដ្ឋានតែមិនមានដំណោះស្រាយលោកម៉ែនសុធីរាយការណ៍ពលរដ្ឋនៅភូមិអង្គអោតឃុំព្រៃទទឹងស្រុកមេសាងអះអាងថាដីស្រែចម្ការរបស់គាត់ទំហំជាង2ហិកតាត្រូវបានឈ្មួញចងការប្រាក់រឹបអូសតាមសារក្រមរបស់តុលាការបន្ទាប់ពីពួកគាត់បានខ្ចីប្រាក់ពីអ្នកទាំងនោះដែលមានការប្រាក់ខ្ពស់កប់ពពកពលរដ្ឋមានវ័យជាង60ឆ្នាំអ្នកស្រីពុតសៀមរៀបរាប់ថាកាលពីឆ្នាំ2005អ្នកស្រីបានទៅខ្ចីប្រាក់ឯកជនចំនួន2លានរៀលភ្ជាប់នឹងប្លង់ដីស្រែដាក់បញ្ចាំតែអ្នកស្រីបានសងប្រាក់ជូនម្ចាស់ប្រាក់ម្ដងបន្តិចរហូតដល់ឆ្នាំ2012ទាំងប្រាក់ដើមនិងការប្រាក់កើនឡើងដល់7លានរៀលតែមកដល់ឆ្នាំ2013ស្រាប់តែលោកនូផុនម្ចាស់ប្រាក់ហាមឃាត់អ្នកស្រីមិនឲ្យធ្វើស្រែក្នុងដីរបស់ខ្លួនដោយលើកហេតុផលថាដីនោះគឺតុលាការសម្រេចប្រគល់ជូនគាត់ចំណែកគ្រួសារអ្នកស្រីជំទាស់ចំពោះទង្វើនេះរួចប្តឹងទៅអាជ្ញាធរមូលដ្ឋានតែមិនមានដំណោះស្រាយទេដោយឡែកតុលាការបានប្រកាសសេចក្តីសម្រេចថាដីនោះគឺជាដីរបស់លោកនូផុនកន្លងទៅនិងផ្ដល់ប្រាក់ដល់គ្រួសារអ្នកស្រីចំនួនជាង2លានរៀលដើម្បីជាថ្នូរនឹងតម្លៃដីតែរហូតដល់បច្ចុប្បន្នអ្នកស្រីមិនបានទទួលប្រាក់នោះទេខ្ញុំសងគេរួចអស់ហើយហ្នឹងបានកន្លងថាជា3 4ឆ្នាំស្រាប់តែគេមករឹបដីអត់ដឹងខ្លួនផងឥឡូវគេយកបានមួយឆ្នាំហើយថាគេវាយខ្លាំងវាយអីខ្ញុំថាមិនព្រមទេឆ្លើយតបនឹងការចោទប្រកាន់នេះម្ចាស់ប្រាក់ចងការលោកនូផុនថ្លែងថាកូនបំណុលគាត់បានខ្ចីប្រាក់ចំនួន2ដងតែលើកមុនបានសងរួចរាល់អស់ហើយលោកថាកូនបំណុលរបស់លោកឈ្មោះពុតសៀមបានខ្ចីប្រាក់ដើមចំនួនជាង4លានរៀលក៏ប៉ុន្តែលោកមិនបានបកស្រាយលម្អិតជំវិញបញ្ហានេះបានទេដោយលើកហេតុផលថាពេលវេលាច្រើនឆ្នាំកន្លងទៅមិនអាចបកស្រាយបានពេលទៅអូនព្រោះវាពីមុនមកអាហ្នឹងវាអ្នកដែលជាពាក់វាតាមភូមិមួយដែលគាត់ខ្ចីវាមានច្រើនហើយខ្ញុំមិនអាចចាំបានទេដោយសារឈ្មោះណាមួយអញ្ចឹងហើយនៅពេលហ្នឹងក៏ខ្ញុំឆ្លើយបានដែរមេឃុំព្រៃទទឹងលោកសឹមសៀវអះអាងថាលោកស្រីពុតសៀមបានខ្ចីប្រាក់ចំនួន2លានរៀលតែច្រើនឆ្នាំការប្រាក់ឡើងរហូតដល់8លានឡើងទៅព្រោះម្ចាស់បំណុលមិនបានសងទៀងទាត់តាមពេលវេលាកំណត់ឡើយលោកថាម្ចាស់បំណុលនៅពេលដែលតុលាការកោះហៅទៅសាកសួរបំភ្លឺម្ចាស់បំណុលបដិសេធគ្រប់ពេលលោកបានថែមថាតុលាការបានប្រកាសសេចក្តីសម្រេចជាស្ថាពរទៅឲ្យលោកនូផុនឈ្នះរឿងក្តីយោងតាមកិច្ចសន្យាខ្ចីប្រាក់គាត់មិនព្រមលក់មិនព្រមទៅប៉ុន្តែគាត់អាងថាបងអស់ហើយនៅសល់ប្រហែលលានដូចចឹងគេមានឯកសាររបស់គេគ្រប់គ្រាន់ឆ្លើយតបនឹងការចោទប្រកាន់នេះមន្ត្រីសម្របសម្រួលសមាគមអាត60ខេត្តព្រៃវែងអ្នកស្រីអៀងកំលីបារម្ភថាពលរដ្ឋលំបាកស្វែងរកដំណោះស្រាយនិងតតាំងជាមួយអ្នកមានប្រាក់ព្រោះតុលាការបានប្រកាសសារក្រមស្ថាពរអ្នកស្រីថានឹងស្វែងរកមេធាវីជូនពលរដ្ឋនៅពេលពលរដ្ឋប្តឹងសាររើឡើងវិញនៃសេចក្តីសម្រេចរបស់តុលាការនិងជំវិញភាពមិនប្រក្រតីធ្ងន់ធ្ងរនៃការចងការប្រាក់ឯកជនតែត្រូវមានពហុតាងដាក់បន្ទុកនិងសាក្សីដឹងឮជាច្រើនឲ្យគាត់ប្តឹងសាររើដោយខ្លួនឯងបើគេសាររើចាំយើងរៀបចំមេធាវីដាក់ឲ្យគាត់អីអញ្ចឹងក្នុងករណីនេះមន្ត្រីសម្របសម្រួលនៃអង្គការរួមរំបណ្ដាញដើម្បីករណីភាពសង្គមនៅអាស៊ីបូព៌ានិងផាស៊ីហ្វិកប្រចាំកម្ពុជាលោកសនជ័យយល់ថារដ្ឋាភិបាលមិនបានគ្រប់គ្រងនិងទប់ស្កាត់ចំពោះការចងការប្រាក់ឯកជនខុសច្បាប់ទេលោកបន្តថាបើបញ្ហានេះមិនបានដោះស្រាយពីរដ្ឋាភិបាលទេគឺប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋក្រីក្រដែលជានិច្ចកាលត្រូវការប្រាក់បន្ទាន់ដើម្បីបំពេញតម្រូវការចាំបាច់ផ្សេងៗជាដើមលោកអំពីវនីវអាជ្ញាធរមូលដ្ឋានជួយដោះស្រាយបញ្ហានេះជូនពលរដ្ឋជៀសវាងការរឹបអូសដីស្រែបង្កបង្កើនផលរបស់ពួកគាត់បង្កជាគុណវិបត្តិធ្ងន់ធ្ងរដល់មុខរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋរួមអន្តរាយខ្លាំងដល់ជីវិតអ្នកក្រីក្រកន្លងមកនាយរដ្ឋមន្ត្រីក៏បានប្រកាសដែរឲ្យពិនិត្យមើលឡើងវិញអំពីក្រមអន្តរជាតិហ្នឹងដែលស្ដាប់ស្ដាប់ហើយនឹងខុសច្បាប់ហ្នឹងត្រូវតែមានទីការយ៉ាងណាប្រជាពលរដ្ឋនៅតែបន្តដាក់ពាក្យប្តឹងទៀតជុំវិញករណីនេះបើទោះបីដឹងថាតុលាការបានប្រកាសសេចក្តីសម្រេចកាត់ដីស្រែឲ្យលោកនូផុនក៏ដោយចំណែកមន្ត្រីសង្គមស៊ីវិលអះអាងថាសេចក្តីសម្រេចរបស់តុលាការអាចមានភាពមិនប្រក្រតីម្យ៉ាងទៀតមានតែស្ថាប័នទទួលស្គាល់ដោយច្បាប់ទេដែលអាចផ្ដល់ប្រាក់កម្ចីមានការប្រាក់រីឯការចងការប្រាក់ជាបុគ្គលគឺជាប្រភេទចងការប្រាក់ដោយខុសច្បាប់ហើយសមាជិកពាក់ព័ន្ធគួរមានវិធានការបញ្ឈប់ករណីនេះនៅតាមមូលដ្ឋានខ្ញុំម៉ែនសុធីវិសុអាស៊ីសេរីពីរាជធានីភ្នំពេញ